75ឈរនៅក្នុងប្រភេទទម្ងន់75គីឡូក្រាមគេធ្លាប់ប្រកួតបានចំនួន30ដងឈ្នះ26ដងចាញ់3ដងនៅស្មើម្ដងជាកូនសិស្សមកពីក្លឹបប្រដាល់បាទ NPN សសមាលីគុណខ្មែរបងបង្ហាត់ដោយលោកគ្រូអេភូថងស្រុកកំណើតអ្នកស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូលោកស្រីអ្នកនាងកញ្ញាក៏សូមស្វាគមន៍អ្នកលេងកណ្ដាប់ដៃមហាទម្ងន់គុណខ្មែរហាត់ភីរីឯកីឡាករបង្គោលខៀវគេមានអាយុ18ឆ្នាំកម្ពស់ 1.80 ទម្ងន់75គីឡូក្រាមដូចគ្នាបទពិសោធន៍នៅលើសង្វៀនបានចំនួន9ដងឈ្នះ6ដងចាញ់2ដងនិងស្មើ1ដងក្រុមនោះក៏ធ្លាប់ដួលដោយគូប្រកួតឲ្យបោះបង់ការប្រកួតបានចំនួន2ដងគេវឹកហាត់នៅក្លឹបបដាល់នាគនោមសំណាងនារីដេជាបង្វឹកបង្ហាត់ដោយលោកគ្រូឡុងសវណ្ណឌឿនគេមានស្រុកកំណើតនៅស្រុកថ្មគោលខេត្តបាត់ដំបងបន្តិចទៀតគេនឹងថ្វាយបង្គំគ្រូតាមរបៀបរំលឹកគុណគ្រូឲ្យលោកស្រីនេះកញ្ញាក៏សូមស្វាគមន៍កូននាគខេត្តបាត់ដំបងនាគធឿនថៃដឹកនាំការប្រកួតដោយលោកគ្រូអញ្ញាកណ្ដាលជួនសំណាងបានចូលមកដល់គូបើកឆាកហើយការជួបគ្នារវាងអ្នកប្រដាល់ទម្ងន់ធ្ងន់និងអ្នកប្រដាល់ទម្ងន់ធ្ងន់បង្គោលក្រហមហាតភីនេះមកជំនួសទេបាទក៏ប៉ុន្តែគីឡូគាត់គឺពេញល្អណាស់បាទគាត់ធ្វើទម្ងន់ហ្នឹងរៀងខ្វះផងតែឥឡូវនេះគឺឡើងមកត្រូវជប់ជាមួយនឹងកីឡាករនាគធឿនថៃនាគធឿនថៃនេះមកទៅកពស់កពោមកទៅបាទសំណុំសនួនរបស់គេបាទឆ្អឹងឆ្អែងឯងមកទៅសំនឹងអ្នកលេងទម្ងន់ធ្ងន់មែនទេបាទអញ្ចឹងហើយបាទដាស់អ្នកចម្បាំងគុណខ្មែរផ្ដល់ឱកាសដល់កីឡាករទម្ងន់ធ្ងន់ដើម្បីអភិវឌ្ឍគេហៅថាដកស្រង់បច្ចេកទេសបង្កើនបាទគេហៅថាអាប់ដេតសមត្ថភាពខ្លួនឯងនៅបន្តទៀតពីព្រោះអីទម្ងន់ធ្ងន់ចាប់ពី70គីឡូក្រាមឡើងទៅនឹងគឺយើងខ្វះធនធានច្រើនយកតែមែនទេណាលោកពូម៉ាបាទដូច្នេះនេះគឺជាការផ្ដល់ឱកាសការសាព្រោះការផ្ដល់នៅអ្វីដែលពួកគាត់ចង់បានកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលជួនសំណាងបាទបើតាមដែលដឹងដែលនាគធឿនថៃនេះឪពុករបស់គាត់ហ្នឹងគឺដោយសារតែ fan របស់លោកគ្រូឡុងសវណ្ណឌឿនបាទដល់ពេលអញ្ចឹងទៅបញ្ជូននាគធឿនថៃនេះមកវឹកហាត់ជាមួយលោកគ្រូឡុងសវណ្ណឌឿនតែម្ដងបាទក៏ដឹងបាទឥឡូវនេះរៀងរៅគាត់កពូកពោល្អណាស់បាទធឿនថៃតំណងកុំឲ្យស្ងាត់បងប្អូនសូមសំឡេងទាំងដៃអបអរសាទរមួយមកបងប្អូនបានជាក្រុមត្រៀមប្រុងព្រៀបប្រកួតដាស់អ្នកចម្បាំងគុណខ្មែរគូទី1ដែលជាគូម៉ារ៉ាតុនដណ្ដើមប្រាក់លានវគ្គជម្រុះទឹកទី1បានគូជម្រុះពៀនអ្នកឈ្នះឡើងអ្នកចាញ់ទៅផ្ទះបាទទាត់ជើងក្រោមពីហាត់ភីម៉ាត់បដៃពីហាត់ភីរវងប្រច័ណ្ឌពីហាត់ភីបាទមួយទាត់មួយម៉ាត់បាទនេះបដូរកណ្ដាប់ដៃវាយបដៃពីដៃពីហាត់ភីនាគធឿនថៃជាយឹមទាត់សន្ធាប់ទាត់មកជើងទៀតពីហាត់ភីទៅលើនាគធឿនថៃនាគធឿនថៃធាក់ចេញនងសាវឯក្រៅទៅនោះបានដែរកាត់ចន្ទុលមួយល្អមែនតើបាទពីហាត់ភីទៅលើនាគធឿនថៃធាក់ចេញមួយប៉ះចំតឡៅការពារបន្តិចហាត់ភីថាកុំធាក់តែហ្នឹងបងអូនខ្ញុំអត់មានដឹងអីទេបាទមកដៃចូលពេញបដូរក្រាបដៃម៉ាត់បដៃទៀតបោះជង្គង់ពីនាគធឿនថៃទាត់កាត់មួយពីធឿនថៃទាត់មកជើងទៀតពីធឿនថៃទាត់មកជើងទៀតពីធឿនថៃទាត់មកជើងទៀតលុបម្ដាយទាត់មកជើងពីរជើងបាទហាត់ភីជាយឹមចេញដៃពីរដៃទៅហាត់ភីបួងបុកជង្គង់យកបុកយកតែម្ដងនេះចូលពេញចូលចាប់តកមកបុកមកជង្គង់សងវិញពីហាត់ភីទៅលើនាគធឿនថៃលយញ៉ាកដាជួនសំណាងរុញអឹបខ្សែទៅវាចាប់ញ៉ែចេញសិនគោះដៃឲ្យវាបន្តទាត់ជើងក្រោមនឹងសូវតែផែតែម្ដងទាត់កាត់សងទៅវិញអីយ៉ារៀងចងាប់ចងាល់តិចនាគធឿនថៃអូយបាទមកជើងរបស់ហាត់ភីល្អយកតែមែនតើណាទាត់មកជើងទៀតបេះមកដៃសងមកវិញ
តាត់ម្នាក់មកជើងមួយតាត់ក្រោមមួយតាត់លើរបងប្រចាំពីហាត់ភីតាត់មកជើងលុកម្ដាយពីរដៃ3ដៃសងម្ដាយមកវិញ2ដៃពីហាត់ភីទៅលើនាគធឿនថៃតាត់មកជើងចូលពេញចាប់ជើងម៉ាត់ម្ដាយបលែកដួលដាច់ផ្ងាក្រាំងពួនដៃវាបន្តបាទគូនេះទឹកទី1អាប់ដេត1ចាប់ជើងមកហើយបោះមកជង្គង់ពីធឿនថៃចាក់ជង្គង់មួយទៀតពីធឿនថៃបុកមកជង្គង់សងពីហាត់ភីធ្វើអីមិនចាញ់លោកអាញាកដាលជួនសំណាងស្រែកថាស្តុបចាប់ញ៉ៃចេញសិនតាត់មកជើងផឹកពីហាត់ភីតាត់មកជើងទៀតពីហាត់ភីអូយតាត់ម្នាក់មកជើងលុបមកដៃពីនាគធឿនថៃមកវិញបាទកឡូតគុតណាមកជើងលាន់ស្នូពីរស់មែនតើកណ្ដិបដៃរបស់ប្រកាន់ពីរដៃបោះមកជង្គង់ចាក់ជង្គង់សងតម្រៃថ្វាយការលុបខាងលើពីហាត់ភីចាក់ជង្គង់ពីនាគធឿនថៃពួងមកចាក់ពីហាត់ភីនាគធឿនថៃបុកមកជង្គង់សងវិញចាប់កាច់ចាក់ជង្គង់សងចាក់សងទៅវិញផ្ទះមួយជង្គង់ពីខាងក្រៅពីហាត់ភីលោកអាញាក្រាលស្រែកថាស្តុបទៀតហើយបាទចាប់ញ៉ៃចេញសិនធាក់ចាញ់ដាច់ចំហពីនាគធឿនថៃធាក់ម្នាក់មកជើងតាត់ម្នាក់មកជើងទៀតបាទរៀងកលតឡោកតិចបាទអីយ៉ាលាក់បដាប់ការពៀនថ្មិញបាត់ហើយចប់ទឹកទី1ល្មមបាទស្រោមតែដៃមួយមកបងប្អូនបើបយូអស់កម្លាំងមិនតន់ស្វាងពីយប់មិញងងុយគេងដាត់សំឡាញ់ដល់យើងសិនវីតាមីននិងតូរីនពេដងអ្នករថយន្ត Mitsubishi Xpander អ្នករង្វាន់ម៉ូតូ Honda Dream និងអ្នករង្វាន់ទូរស័ព្ទដៃ Samsung Galaxy A55 ជាច្រើនរង្វាន់ដាត់រង្វាន់ខ្លាំងអ្នកច្រើនបាក់នេះជាមួយសិស្សច្បងអរគុណទស្សនិកជនបាទរូបភាពបាទរបស់យើងបានបើលយហើយនេះការប្រកួតនៅទឹកទី1 3នេះចូលទៅនៅបោះជង្គង់ធឿនថៃហាត់ភីពួងពីរដៃចូលបាទដៃគាត់រៀងខ្លីជាងក៏ប៉ុន្តែលូករត់តែគេហៅថាផ្ទៃមុខរបស់ធឿនថៃបាទកវិសទៅចូលបាទដាក់ទៅផ្លាប់ដាក់ទៅផឹងតែម្ដងចាប់ជើងបានកន្លែងធឿនថៃយល់តែរកបានម្ដាយពីហាត់ភីសងបានម្ដាយទៀតធាក់ចេញបាទកំណាប់ដៃសជ័យពីរដៃទួនរបស់ហាត់ភីសងទៅវិញបាទអោបគ្រាចាក់ជង្គង់បាទតម្រូវឆ្លៃផ្កាពីក្រោមហើយលូករង្វង់មួយចាងខ្លីមួយចាក់មកជង្គង់ទៀតពីធឿនថៃអូមិនធម្មតាទេគ្រាន់តែទឹកទី1តែប៉ុណ្ណោះធ្វើឲ្យពុកម៉ែបងប្អូននៅស្ទូឌីយោព្រៃកំពឹងគឺថាចាប់ផ្ដើមគេចង់ស្អកកហើយបាទអញ្ចឹងបាទត្រៀមណាបងប្អូនទឹកទី2នេះកាន់តែកក្រើកបន្ថែមទៀតហើយអ្នកឲ្យទឹកចេញក្រៅដាសអ្នកចម្បាំងគុណខ្មែរគូទី1ដែលជាគូម៉ារ៉ាតុនដណ្ដើមប្រាក់លានវគ្គជម្រុះទឹកទី2បាទទឹកទី2បាទគូម៉ារ៉ាតុនគីឡូ75បង្គោលក្រហមហាត់ភីបង្គោលខៀវនាគធឿនថៃបាទចាប់ផ្ដើមបន្តទៅការប្រកួតគីឡូមួយគាត់បានមកជុំពីធឿនថៃបានមកជុំទៅចាប់បាននេះហាត់ភីលុបអត់អីអាយចាក់ជង្គង់ទៅជង្គង់មកអូតែការមើលឃើញថាការប្រកួតទឹកទី1និងដើមទឹកទី2នេះកាន់តែជួយចិត្តមនុស្សផងដែរជីបមកបែងសម្រាប់ឧបត្ថម្ភអ្នកទទួលបានជ័យជំនះในការប្រកួតគូនេះចំនួន50,000រៀលបាទចង់ធ្វើឲ្យបានល្អបាទបានប្រាក់ឧបត្ថម្ភពីជីបមកបែងហើយនឹងមានឱកាសឡើងទៅវគ្គផ្នែកប្រត់ផងដែរអាយយ៉ាងណាទៅហើយបាទធឿនថៃសក់រឿងចូលផ្នែកតិចហើយបាទធាក់ចេញមួយពីធឿនថៃគាត់បានមកជុំស្ដាំបាទចូលមកជុំទៀតចាប់ជើងបាទពីហាត់ភីបុកជង្គង់ខ្លីមួយបាទកែពីហាត់ភីបាទចូលទៅជាបន្តទៀតបាទដូរកំណាប់ដៃគ្នាទាត់ទៅឲ្យមកជើងពីអីរបូតហើយថ្មិញកន្លែងនេះបង្គោលសងអូបាទដាក់របូតផាំងតែមិនធម្មតាទេចាប់ផ្ដើមហើយបន្តការប្រកួតបានជាបន្តទៀតម្ដាយរបស់ធឿនថៃបាទធ្វើឲ្យហាត់ភីបានលបូតថ្មិញបាទចូលកន្លែងនេះម្ដាយទៀតហើយធឿនថៃហាត់ភីកាប់ជើងក្រោមខាងមកពីដៃហាត់ភីចូលបុកជង្គង់មួយទៀតហាត់ភីគាត់ជើងក្រោមខាងពីដៃអាយធឿនថៃយ៉ាងណាដូរខ្មោគ្នាកន្លែងនេះដួលអ្នកធឿនថៃអូធឿនថៃដើរចូលជាបន្តហាត់ភីកំពុងសម្លឹងមើលថាដាក់កន្លែងណាដែលឆ្ងាញ់ដាក់កន្លែងណាដែលឈឺធឿនថៃក៏កំពុងតែត្រៀមដូចគ្នាថយមួយតាមចង្វាក់ភ្លេងទាត់កង់ស្មោគ្នាមួយហាត់ភីបាទអាយរបបចាស់អូយមួយ
បាទអូលោកអាញាកណ្ដាលបាក់កវីដៃឲ្យថាមិនឲ្យបន្តការប្រកួតបានទេព្រោះថារបបប្រចាំរបស់ហាត់ភីនេះគឺពិតជាធ្ងន់មែនតើលោកស្តង់ដា បាទដូចខ្ញុំបាននិយាយឲ្យថាគូនេះពិបាកនៅក្នុងការចប់ទឹកណាបាទតាំងពីថ្ងៃថ្លឹងទងន់នេះនោះដោយសារតែបាទកីឡាករទាំងពីរនេះក៏លោធ្ងន់ហើយមួយខាងល្អជើងមួយខាងទៀតល្អដៃបាទអញ្ចឹងគឺគាត់មានឱកាសគឺត្រូវតែបុកដើម្បីចំណេញនោះអ្នកឈ្នះឡើងទៅវគ្គផ្ដាច់ព្រាត់ឯនោះអញ្ចឹងអ្នកឈ្នះបាន50,000រៀលពីជីបម៉ងបាំងលើកទឹកចិត្តអញ្ចឹងបាទហាត់ភីគេធ្វើបានល្អមែនទែនបាទមកដៃម៉ៃនេះម៉ាំងដាច់ប៉ុសប៉ិតតែម្ដងនេះចាប់ជើងទៅហើយបាទរវងប្រចាំមួយពីម្ដាយទៀតទាត់ម្នាក់មកជើងចាប់ជើងដួលដាច់ងាយក្រាំងរវងប្រចាំចូលពេញសៀតការថែមមកឆ្វេងមួយទៀតបាទគ្មានសល់ទេអត់ភ្លឹបបាច់ទឹកខ្សាយអត់ឆក់អាឆ្វេងមួយទៀតចូលពេញបាទនេះអត់ផ្លាប់មកដៃថែមមកដៃទៀតបាទលោកអាញាកណ្ដាលមើលសភាពការមិនសូវស្រួលបាទបាច់ឈប់ការប្រកួតតែម្ដងបាទនេះម៉ាំងទៅនៅលំមមកគីឡូធ្ងន់ផងបានឃើញថាគីឡូធ្ងន់មែនបាទមកដៃលន់ស្នូលបាទដល់ហើយបាទម៉ាំងលន់សូតែប៉ែហ្មងលោកពូម៉ាមិញបាទនេះយើងឃើញហើយថាបាទគឺកីឡាគឺបែបនេះឯងបាទល្អមែនតើបាទគុណសិស្សរបស់លោកគ្រូឡុងសវណ្ណឌឿនបាទថ្ងៃនេះធ្វើមិនបានល្អទេបាទពេលវេលាជាបន្តនេះប្រកួតទូនាទីជូនគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណកីឡាករបង្គោលក្រហមហាត់ភីទទួលបានជ័យជំនះដោយផ្ដួលកីឡាករបង្គោលខៀវសន្លប់នៅក្នុងទឹកទី2បាទអរគុណណាហាត់ភីធ្វើបានល្អត្រៀមឡើងទៅវគ្គផ្នែកប្រតតែម្ដងទូរទស្សនិកជននឹងបានទស្សនាសម្រាប់គូម៉ារ៉ាតុនទី2របស់យើងជាបន្ត